ស្វាគមន៍មកកាន់រឿងរ៉ាវថ្មីមួយទៀតហើយនៅក្នុងខេសមួយនេះដែរខ្ញុំនឹងលើកយករឿងរ៉ាវដែលអាចកំបាំងនៅនឹងរូងក្រំដីមួយដែលស្ថិតនៅប្រទេសបារាំងបាទហើយរឿងនេះដែរវាមានអាចកំបាំងច្រើនហើយនឹងមានឆ្អឹងមនុស្សជាច្រើនលានអ្នកដែលមានលំរៀបនៅតាមផ្លូវនៅក្នុងរូងហ្នឹងហើយនឹងមានហេតុការណ៍ជាច្រើនទៀតដែលមានមនុស្សដែលគាត់បានចូលទៅក្នុងហ្នឹងហើយនឹងបានជួបហេតុការណ៍ទាំងអស់ហ្នឹងអញ្ចឹងរឿងរ៉ាវនេះគឺវាពាក់ព័ន្ធទៅដល់ប្រវត្តិសាស្ត្រអញ្ចឹងយើងចូលទៅដឹងនៅរឿងនឹងទាំងអស់គ្នាដើម្បីយល់អំពីអាថ៌កំបាំងនេះយើងត្រូវក្រឡេកមើលប្រវត្តិសាស្ត្រជាមុនសិនផ្លូវ Underground នៃទីក្រុងប៉ារីសដើមឡើយវាគឺជាអណ្ដូងរ៉ែថ្មកំបោរតាំងពីសម័យរ៉ូម៉ាំងថ្មនោះត្រូវបានគេដឹកយកមកសាងសង់ប្រាសាទព្រះវិហារនិងអគារសំខាន់ៗជាច្រើននៅក្នុងទីក្រុងប៉ារីសប៉ុន្តែនៅចុងសតវត្សទី18ទីក្រុងប៉ារីសបានជួបប្រទះនឹងវិបត្តិសុខាភិបាលយ៉ាងធ្ងន់ធ្ងរដោយទីនោះវាបានក្លាយជាវាលកប់ខ្មោចក្នុងទីក្រុងបានពេញហូរហៀរហូតដល់ក្លិនស្អុយនិងមេរោគឆ្លងរីករាលដាលពេញទីក្រុងនៅឆ្នាំ1786អាជ្ញាធរក្រុងប៉ារីសបានសម្រេចចិត្តជញ្ជូនឆ្អឹងសពទាំងនោះចេញពីវាលកប់ខ្មោចក្នុងក្រុងយកទៅរក្សាទុកក្នុងអណ្ដូងរ៉ែចាស់ក្រោមដីទាំងនោះការជញ្ជូនឆ្អឹងត្រូវបានធ្វើឡើងជារៀងរាល់យប់ដោយប្រើរទេះសេះនិងគ្របដណ្ដប់ដោយក្រណាត់ខ្មៅដំណើរការនោះបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនឆ្នាំរហូតដល់មានឆ្អឹងមនុស្សជាង6លាននាក់ត្រូវបានយកទៅតម្រៀបទុកនៅក្រោមដីទីនោះក៏បានក្លាយជាកន្លែងផ្ទុកឆ្អឹងមនុស្សដ៏ធំបំផុតមួយនៅក្នុងពិភពលោកដែលគេស្គាល់ថាប៉ារីសខាតាខូមផ្លូវរូងក្រោមដីនោះមានប្រវែងសរុបប្រមាណ300គីឡូម៉ែត្រប៉ុន្តែផ្នែកដែលអាជ្ញាធរបើកឲ្យសាធារណជនចូលទស្សនាជាផ្លូវការមានប្រវែងត្រឹមតែប្រហែលជា2គីឡូម៉ែត្រតែប៉ុណ្ណោះផ្នែកដែលនៅសល់ជាង280គីឡូម៉ែត្រទៀតត្រូវបានគេបិទហើយហាមឃាត់ជាដាច់ខាតមិនឲ្យមាននរណាម្នាក់ចូលឡើយដោយសារតែមានគ្រោះថ្នាក់ខ្លាំងគ្មានពន្លឺគ្មានសេវាទូរស័ព្ទនិងមានផ្នែកខ្លះទៀតដែលអាចបាត់សូន្យគ្រប់ពេលវេលាថ្មីបើមានបំរាមយ៉ាងម៉ឺងម៉ាត់ប៉ុន្តែក៏មានក្រុមមនុស្សមួយក្រុមដែលបានហៅ Catafal បានលួចចូលទៅក្នុងតំបន់ហាមឃាត់នោះជាទៀងទាត់ពួកគេគឺជាអ្នករុករក Underground ដែលស្គាល់ផ្លូវងងឹតទាំងនោះយ៉ាងស្ទាត់ជំនាញពួកគេលួចចូលតាមរន្ធលូតាមផ្លូវរថភ្លើងចាស់ៗឬតាមច្រកសម្ងាត់ផ្សេងៗដើម្បីរៀបចំពិធីជប់លៀងឬគូសរូបនៅលើជញ្ជាំងឬគ្រាន់តែចង់ស្វែងរកភាពរំភើបនៅក្នុងពិភពងងឹតនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1990បុរសម្នាក់ដែលជាអ្នករុករក Catafal បានសម្រេចចិត្តចុះទៅក្នុងតំបន់ហាមឃាត់នៃ Catacomb ដោយកាន់វីដេអូកាមេរ៉ាមួយនៅក្នុងដៃគាត់ចង់ថតពីសកម្មភាពនៃការរុករករបស់គាត់ទៅក្នុងផ្លូវរូងក្រោមដីដ៏ជ្រៅនោះនៅពេលនោះមិនទាន់មានអ្នកណាម្នាក់ដឹងថាដំណើរផ្សងព្រេងមួយនេះនឹងក្លាយជាអាថ៌កំបាំងដែលគេពិភាក្សារហូតមកដល់បច្ចុប្បន្ននោះទេនៅថ្ងៃដែលកើតហេតុបុរសរូបនោះបានដើរចុះចូលទៅក្នុងផ្លូវក្រោមដីតែម្នាក់ឯងរូបភាពពីកាមេរ៉ារបស់គាត់បានបង្ហាញថាដំបូងឡើយគាត់ដើរដោយភាពស្ងប់ស្ងាត់និងស្វែងយល់ពីផ្លូវក្រោមដីដែលមានឆ្អឹងមនុស្សតម្រៀបតាមជញ្ជាំងពន្លឺតែមួយគត់ដែលគាត់មានគឺពន្លឺដែលភ្ជាប់ជាមួយនឹងកាមេរ៉ារបស់គាត់បរិយាកាសនៅក្នុងរូងក្រោមដីមានភាពស្ងប់ជ្រងំតែមានសំឡេងដកដង្ហើមនិងសំឡេងជើងរបស់គាត់ដើរលើខ្សាច់និងគ្រួសប៉ុន្តែនៅពេលដែលគាត់ដើរកាន់តែជ្រៅទៅបរិយាកាសនៅក្នុងវីដេអូបានចាប់ផ្ដើមផ្លាស់ប្ដូរចាប់ផ្ដើមញ័រខ្លាំងទៅបុរសរូបនោះបានចាប់ផ្ដើមដើរលឿនជាងមុនហើយសំឡេងដកដង្ហើមរបស់គាត់ប្រែជាញាប់និងភ័យខ្លាចគាត់បានផ្ទៀងទៅជាស្ដាប់សំឡេងអ្វីមួយនៅក្នុងភាពងងឹតមិនយូរប៉ុន្មានគាត់ក៏បានចាប់ផ្ដើមរត់នៅក្នុងវីដេអូដែលគេឃើញគាត់រត់យ៉ាងលឿនឆ្លងកាត់ផ្លូវបែកជាច្រើនពន្លឺកាមេរ៉ារបស់គាត់បានបាញ់ប្រហារទៅលើជញ្ជាំងឆ្អឹងនិងផ្លូវងងឹតដោយគ្មានទិសដៅច្បាស់លាស់វាច្បាស់ណាស់ថា
គាត់បានបាត់បង់ទិសដៅនិងវង្វេងផ្លូវទាំងស្រុងភាពភ័យខ្លាចបានគ្របដណ្ដប់លើរូបគាត់រត់កាន់តែលឿនឡើងរហូតដល់ចុងបញ្ចប់នៃវីដេអូគាត់បានជ្រុះកាមេរ៉ាធ្លាក់ទៅលើដីសំឡេងជើងរត់ឆ្ងាយទៅនៅក្នុងភាពងងឹតនៃវីដេអូនោះក៏បានកាត់ផ្ដាច់ត្រឹមនោះវីដេអូកាមេរ៉ានោះត្រូវបានប្រទះឃើញនៅពេលក្រោយមកដោយក្រុមអ្នករុករកក្រោមដីម្នាក់ទៀតដែលបានចុះទៅក្នុងតំបន់ហាមឃាត់កាមេរ៉ានោះត្រូវបានបោះបង់ចោលនៅលើដីដោយគ្មានដាននៃម្ចាស់របស់វានោះឡើយអ្នកដែលប្រទះឃើញបានយកកាមេរ៉ានោះមកប្រគល់ជូនអាជ្ញាធរនិងអ្នកច្រាវជ្រាវដើម្បីពិនិត្យមើលខ្លឹមសារនៅក្នុងនោះនៅពេលដែលអ្នកស៊ើបអង្កេតនិងអ្នកស្រាវជ្រាវបានទស្សនាវីដេអូនោះពួកគេបានព្យាយាមវិភាគរាល់ភាពលម្អិតទាំងអស់ពួកគេបានពិនិត្យមើលរូបភាពនៅលើជញ្ជាំងនិមិត្តសញ្ញានិងទម្រង់នៃផ្លូវរូងក្រោមដីដើម្បីកំណត់ទីតាំងដែលកាមេរ៉ានោះត្រូវបានទម្លាក់ចោលប៉ុន្តែដោយសារតែផ្លូវក្រោមដីខាត់តាខូមានប្រវែងរាប់រយគីឡូម៉ែត្រនិងមានទម្រង់ដូចគ្នាជាច្រើនកាតព្វកិច្ចកំណត់ទីតាំងពិតប្រាកដនោះវាគឺជារឿងលំបាកបំផុតប៉ូលីសនិងក្រុមអ្នកជំនាញបានព្យាយាមស្វែងរកអត្តសញ្ញាណរបស់បុរសនៅក្នុងវីដេអូនោះប៉ុន្តែនៅក្នុងវីដេអូមុខរបស់គាត់មិនត្រូវបានថតចំឡើយមានតែសំឡេងនិងស្រមោលខ្លះៗតែប៉ុណ្ណោះមិនមានហេតុការណ៍អំពីមនុស្សបាត់ខ្លួនជាផ្លូវការណាដែលត្រូវគ្នានឹងពេលវេលាឬអត្តសញ្ញាណនៃបុរសម្នាក់នោះឡើយនៅក្នុងកំណត់ត្រារបស់ប៉ូលីសក្រុងប៉ារីសភស្តុតាងតែមួយគត់ដែលស្ថាប័នស៊ើបអង្កេតមានគឺខ្សែអាត់ថេបដើមនិងកាមេរ៉ាដែលគេប្រទះឃើញតាមការពិនិត្យផ្នែកវិទ្យាសាស្ត្រនៅលើខ្សែអាត់គេបានបញ្ជាក់ថាខ្សែអាត់នោះពិតជាបានថតនៅក្នុងរូងខាត់តាខូមពិតប្រាកដមែនហើយមិនមានសញ្ញានៃការកាត់តរូបភាពនោះទេប៉ុន្តែដោយសារតែគ្មានសពគ្មានអត្តសញ្ញាណនិងគ្មានភស្តុតាងបន្ថែមករណីនោះមិនអាចឈានទៅដល់ការស៊ើបអង្កេតផ្លូវការបន្ថែមទៀតឡើយផ្អែកលើព្រឹត្តិការណ៍នេះមានទ្រឹស្ដីជាច្រើនត្រូវបានលើកឡើងដោយសាធារណជននិងអ្នកស្រាវជ្រាវទ្រឹស្ដីនីមួយៗដែលមានខុសៗគ្នាហើយមានទ្រឹស្ដីមួយដែលជាទ្រឹស្ដីបានគេជឿជាក់យ៉ាងច្រើនជាងគេនោះគឺបុរសរូបនោះបានវង្វេងផ្លូវនិងស្លាប់ដោយសារភាពខ្វះទឹកឬអុកស៊ីសែននៅក្នុងតំបន់ជ្រៅនៃផ្លូវរូងក្រោមដីនៅក្រោមខាត់តាខូមបើសិនជាមានប្រភពពន្លឺត្រូវអស់ថ្មហើយមនុស្សម្នាក់វង្វេងផ្លូវភាពងងឹតសូន្យឈឹងនិងសីតុណ្ហភាពត្រជាក់អាចធ្វើឲ្យមនុស្សម្នាក់នោះបាត់បង់ស្មារតីនិងស្លាប់ក្នុងរយៈពេលយ៉ាងលឿនហើយទ្រឹស្ដីទី2បានលើកឡើងថាគាត់អាចនឹងត្រូវគេដេញតាមដោយនរណាម្នាក់ឬអ្វីមួយនៅក្នុងភាពងងឹតអ្នកគាំទ្រទ្រឹស្ដីនោះបានចង្អុលបង្ហាញទៅលើអាកប្បកិរិយារបស់គាត់នៅក្នុងវីដេអូដែលគាត់តែងតែងាកក្រោយនិងផ្ទៀងត្រចៀកស្ដាប់សំឡេងមុនពេលចាប់ផ្ដើមរត់យ៉ាងលឿននោះទោះបីជាយ៉ាងណាមិនទាន់មានភស្តុតាងបញ្ជាក់ថាមានបុគ្គលទី2នៅក្នុងវីដេអូនោះទេហើយទ្រឹស្ដីទី3ដែលជាហើយទ្រឹស្ដីទី3ដែលត្រូវបានលើកឡើងដោយអ្នកវិភាគមួយចំនួនគឺវីដេអូនោះអាចជាការរៀបចំឡើងឬក៏ជាគម្រោងសិល្បៈបែបភ័យរន្ធត់មួយពួកគេជឿថាបុរសនោះអាចនឹងរត់ចោលកាមេរ៉ាដើម្បីបង្កើតជារឿងអាថ៌កំបាំងហើយបន្ទាប់មកបានចាក់ចេញពីផ្លូវរូងក្រោមដីតាមច្រកផ្សេងៗទៀតដោយសុវត្ថិភាពប៉ុន្តែទ្រឹស្ដីនេះក៏មិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់លាស់ដូចគ្នាក្រៅពីករណីកាមេរ៉ាអាថ៌កំបាំងនេះនៅក្នុងប្រវត្តិសាស្ត្រក៏មានករណីបាត់ខ្លួននិងការប្រទះឃើញរឿងចម្លែកជាច្រើនទៀតនៅក្នុងកាតាខូនៅក្នុងឆ្នាំ2004ប៉ូលីសក្រុងប៉ារីសបានចុះល្បាតនៅក្នុងតំបន់ហាមឃាត់ហើយបានប្រទះឃើញរោងភាពយន្តក្រោមដីដ៏ទំនើបមួយដែលមាន screen គឺអេក្រង់វានឹងធំឧបករណ៍បំពងសំឡេងនិងតុអាហារពេញលេញនៅពេលដែលប៉ូលីសត្រឡប់មកវិញជាមួយនឹងក្រុមបច្ចេកទេសឧបករណ៍ទាំងនោះត្រូវបានគេរៀបចំសារដើរចេញអស់ដោយបន្សល់ទុកតែសារមួយដែលមានន័យថាកុំព្យាយាមស្វែងរកពួកយើងអីរហូតមកដល់សពថ្ងៃនេះអាថ៌កំបាំងនៃបុរសនៅក្នុងវីដេអូខាត់តាខូមនៅតែមិនទាន់មានចម្លើយច្បាស់លាស់មិនទាន់មានភស្តុតាងបញ្ជាក់ថាគាត់នៅរស់ឬក៏ស្លាប់បាត់បង់ជីវិតនៅក្នុងរូងក្រោមដីនោះឡើយ
បាទបងប្អូនរឿងរ៉ាវនៃប៉ារីសខាតឃូមនេះវាក៏ជាមេរៀនមួយដែរដែលវាបានដាស់តឿនដ៏ធំអំពីគ្រោះថ្នាក់នៃការរំលោភបំពានទៅលើតំបន់ហាមឃាត់ដោយសារតែភាពចង់ដឹងចង់ឮចង់ឃើញនៃការស្វែងរកនៅភាពរំភើបដែលមើលស្រាលនៅលើបញ្ហាសុវត្ថិភាពដែលមិនគិតថាវាអាចនាំឲ្យពួកគាត់ឬក៏អ្នកទាំងអស់គ្នានឹងមានគ្រោះថ្នាក់បងប្អូនទាំងអស់គ្នារឿងរ៉ាវនៃប៉ារីសខាតឃូមនេះវាគ្រាន់តែជាមួយផ្នែកនៃរឿងក្តីករណីរបស់បុរសដែលគាត់ជាម្ចាស់វីដេអូតែប៉ុណ្ណោះហើយចំពោះរឿងរ៉ាវដែលពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រដែលអាចកំបាំងនិងគួរឲ្យរន្ធត់មួយនេះបើបងប្អូនចង់ដឹងនៅរាល់សំណួរមួយណាខ្ញុំនឹងព្យាយាមស្វែងរកហើយនឹងធ្វើជាវីដេអូសម្រាប់ចែករំលែកជូនបងប្អូនទាំងអស់គ្នាឲ្យបានស្វែងយល់បន្ថែមទៀតហើយរឿងរ៉ាវដែលកើតមានឡើងចំពោះប្រវត្តិសាស្ត្រមួយហ្នឹងគឺមានច្រើនទៅមុខទៀតដែលយើងមិនអាចធ្វើនៅមួយវីដេអូនេះបានអស់ទេបងប្អូនបើសិនជាធ្វើមួយវីដេអូនេះគឺវាវែងបើសិនជាយើងចង់ដឹងថាហេតុអ្វីបានជាឆ្អឹងមនុស្សជាង6 លាននាក់នឹងត្រូវបានយកមកដាក់នៅក្រោមទីក្រុងប៉ារីសនេះអញ្ចឹងហើយក៏ដូចជាជនរងគ្រោះដោយសារជំងឺឬក៏អ្នកស្លាប់នៅក្នុងសង្គ្រាមឬក៏ជាជនធម្មតាយ៉ាងណានោះក៏យើងនឹងព្យាយាមស្វែងយល់បន្ថែមទៀតហើយនឹងឬក៏យើងចង់ដឹងថាតើមានមនុស្សស្លាប់នៅក្នុងរូងក្រោមដីឬក៏នៅក្រោមទីក្រុងនឹងដែរឬទេឬក៏រូងនឹងវាបែបណាយើងនឹងស្វែងយល់បន្ថែមទៀតនៅវីដេអូក្រោយហើយបងប្អូនកុំភ្លេច comment បើសិនជាបងប្អូនចង់ដឹងនៅរឿងរ៉ាវដែលពាក់ព័ន្ធបែបណាខ្លះចំពោះរូងដែលអាចកំបាំងនៅក្រោមទីក្រុងប៉ារីសមួយនេះបាទបងប្អូនរឿងរ៉ាវមួយនេះគឺត្រូវបានបញ្ចប់ហើយបើបងប្អូនចង់តាមដាននៅរឿងរ៉ាវផ្សេងទៀតមានដូចជាករណីបែបរន្ធត់ប្លែកករណីឃាតកម្មឬក៏ករណីអាចកំបាំងអីផ្សេងឬក៏ទីកន្លែងអាចកំបាំងអីផ្សេងនៅជាមួយពិភពលោកសូមកុំភ្លេចជួយចុច Subscribe ដើម្បីជួបគ្នានៅវីដេអូបន្តទៅទៀតបាទសូមអរគុណ